ក្នុងចិត្តស្ថិតក្នុងបែដងពិតលោកបណ្ឌិតជាទីគោរពលោកឃ្លាតតែកាយជាតិយើងសែនស្ដាយពេកពិតចាក់ជ្រៅនៅក្នុងដួងចិត្តនឹកឡើងសែនក្លោចិត្តណាស់ពេលគេងបិទភ្នែកឮតែសំដីបណ្ឌិតប្រៀបដូចកវីមានសំដីໄວហើយពីរោះគ្រប់ឃ្លាមានន័យសំដីពេញដោយកិត្តិយសបណ្ឌិតមានទាំងគេឈ្មោះយើងឈឺចាប់ជំនួសពេកក្រៃខ្មែរទោះនៅទីណាយើងបដិញ្ញាយើងស្នេហាយើងការពារជាតិខ្មែរត្រូវតែរួបរួមបន្តទៀតដើម្បីជាតិមាតុភូមិយើងគង់វង្សរួមសាមគ្គីចាប់ពីនាទីនេះទៅនោះទើបមិនបើកផ្លូវឲ្យសត្រូវវាមកមើលងាយយើងរួមសាមគ្គីវាយឲ្យសត្រូវខ្ចាត់ខ្ចាយស្ដាប់សំដីលោកបណ្ឌិតហើយកុំកន្តើយត្រូវរួមសាមគ្គីពេលដែលខ្ញុំវិភាគម្ដងខ្ញុំមិនដែលគិតថាខ្លួនខ្ញុំនឹងមានជីវិតទេពីព្រោះស្ថិតនៅក្នុងគឺចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើនដែលមានពុកវែងច្រើនដែលមានឆ្លាមច្រើននៅពេលដែលយើងវិភាគម្ដងយើងមិនដែលគិតថាយើងនឹងមានជីវិតទេខ្មែរទោះនៅទីណាយើងបដិញ្ញាយើងស្នេហាយើងការពារជាតិបងប្អូនខ្មែរត្រូវតែរួបរួមបន្តទៀតដើម្បីជាតិមាតុភូមិយើងគង់វង្សរួមសាមគ្គីចាប់ពីនាទីនេះទៅនោះទើបមិនបើកផ្លូវឲ្យសត្រូវវាមកមើលងាយយើងរួមសាមគ្គីវាយឲ្យសត្រូវខ្ចាត់ខ្ចាយស្ដាប់សំដីលោកបណ្ឌិតហើយកុំកន្តើយត្រូវរួមសាមគ្គីស្ដាប់សំដីលោកបណ្ឌិតហើយកុំកន្តើយយើងរួមសាមគ្គី